សម័យហ្នឹងណាគេក៏ចង់មានចង់បានហើយចង់ឲ្យគ្រួសាររស់នៅសុខស្រួលដែរមែនអត់បងប្អូនជួនកាលឃើញគេណែនាំថាដាក់លុយទៅអត់ចាំបាច់ធ្វើអីទេចាំតែយកការប្រាក់ទៅបានហើយឬហើយបេះដូងសឹងតែហោះចេញពីខ្លួនក៏មានដែរប៉ុន្តែបងប្អូនធ្លាប់អង្គុយគិតលេងៗហ៎តើគេយកលុយយើងទៅរកស៊ីអីហេតុអីបានជាគេចិត្តល្អម៉េចថ្ងៃហ្នឹងយើងមកទៅចែកគ្រឿងនឹងទាំងអស់គ្នាដែលគេហៅថា Ponzi scam នឹងមិនជារឿងថ្មីទេវាកើតឡើងយូរហើយតាំងពីជំនាន់តាយាយយើងចាស់ៗហ៎ប៉ុន្តែមកដល់សម័យឥឡូវគេគ្រាន់តែដូរកៅអៅវាឲ្យមើលទៅថ្មីស្អាតហើយទំនើបជាងមុនតាមពិតទៅពាក្យថា Ponzi ហ្នឹងគឺមកពីលោកតាម្នាក់គាត់មានឈ្មោះថា Charles Ponzi នៅអាមេរិកតាំងពី100ឆ្នាំមុនណាគាត់នឹងបកកែបងប្អូនគាត់និយាយប្រាប់គេថាគាត់មានវិធីរកលុយឲ្យចំណេញ 50% នៅក្នុងរយៈពេលតែជាង1ខែទេអញ្ចឹងតើគាត់ធ្វើម៉េចក៏ប៉ុន្តែគាត់អត់បានយកលុយហ្នឹងទៅរកស៊ីអីទេគាត់គ្រាន់តែយកលុយរបស់អ្នកក្រោយទៅបង់ឲ្យអ្នកមុនតែប៉ុណ្្នឹងឯងឥឡូវខ្ញុំឧទាហរណ៍បែបងាយយល់មួយមានមនុស្ស3នាក់មានពូកមានមីងខហើយនឹងមានពូកម្នាក់ទៀតពូកហ្នឹងគាត់ដាក់លុយមុនគេនៅថ្ងៃហ្នឹងអញ្ចឹងស្អែកឡើងគាត់បានការប្រាក់ពេលថ្ងៃស្អែកដែលមីងខគាត់យកលុយមកគឺគាត់យកលុយមីងខហ្នឹងទៅឲ្យពូកហើយដល់ពេលថ្ងៃស្អែកឡើងមានម្នាក់ទៀតដាក់លុយពូកហ្នឹងដាក់លុយគាត់យកលុយរបស់ពូកហ្នឹងទៅឲ្យមីងខវិញវាអត់ខុសអីពីទឹកនៅក្នុងពាងទេបងប្អូនមានន័យថារែកពីពាងនេះដាក់ពាងនោះរែកពីពាងនេះដាក់ពាងនោះអញ្ចឹងទៅគឺទឹកនឹងអត់ទៅណាទេនៅតែដដែលទេហត់តែអ្នករែកតែប៉ុណ្្នឹងឯងនិយាយមកដល់ចំណុចហ្នឹងបងប្អូនប្រហែលជាឆ្ងល់បើវាស្រួលអញ្ចឹងហេតុអីក៏នៅតែមានអ្នកដែលគាត់ជឿការពិតបងប្អូនអ្នកដែលគាត់លងជឿហ្នឹងមិនមែនបានន័យថាគាត់មិនឆ្លាតឬក៏គាត់លោភលន់ពេកទេប៉ុន្តែគឺមកពីទំនុកចិត្តព្រោះភាគច្រើនអ្នកដែលបបួលគ្នាហ្នឹងគឺជាបងប្អូនឬក៏ជាមិត្តភ័ក្តិជិតស្និទ្ធអញ្ចឹងអ្នកដែលមកប្រាប់ហ្នឹងគាត់ប្រាប់យើងដោយស្មោះត្រង់មែនព្រោះគាត់ចង់ឲ្យយើងបានលុយហើយវាចំណេញពិតប្រាកដហើយអ្នកដែលប្រាប់ហ្នឹងក៏គាត់បានការប្រាក់ដែរគាត់បានការប្រាក់ពីខែដំបូង2-3ខែអញ្ចឹងទៅអញ្ចឹងគាត់ស្រឡាញ់យើងបានគាត់ហៅយើងទៅដាក់លុយជាមួយគាត់យើងជឿគាត់ព្រោះគាត់ជាមនុស្សល្អប៉ុន្តែគួរឲ្យស្ដាយជួនកាលសម័យខ្លួនគាត់ផ្ទាល់ហ្នឹងក៏គាត់កំពុងតែអត់ដឹងថាគាត់ត្រូវបានគេបោកដែរហ្នឹងហើយជាចំណុចដែលយើងគួរឲ្យសោកស្ដាយហើយពិបាកបន្ទោសគ្នាមែនទេប៉ុន្តែបងប្អូនរឿងមួយដែលងាយស្រួលចំណាំណាគម្រោង Ponzi ហ្នឹងភាគច្រើនគឺឈរជើងអត់បានយូរទេហេតុអីព្រោះវាត្រូវការមនុស្សចូលរួមរហូតហើយចូលរួមច្រើនជាងអ្នកចូលរួមមុនឧទាហរណ៍ថាខែទី1រកបាន10នាក់ខែទី2ត្រូវរកបាន20នាក់អញ្ចឹងខែទី10ត្រូវរកបានចូលរាប់រយរាប់ពាន់នាក់ឯងបានវាអាច cover អាចចំណាយហ្នឹងយកពីលុយអ្នកថ្មីយកមកបង់ឲ្យអ្នកចាស់កើតអញ្ចឹងឧបមាថាវាឈរបានមួយឆ្នាំត្រូវរកមនុស្សពីណាមកដាក់ទៀតវាអត់ងាយមែនទេតើតាអញ្ជើញពីមនុស្សភពកាយយកមកបានគ្រប់គ្រាន់អញ្ចឹងហើយដែលគម្រោងហ្នឹងឈរជើងអត់សូវបានយូរទេអញ្ចឹងយើងមានរបៀបការពារខ្លួនយើងហើយនឹងក្រុមគ្រួសារពីគម្រោង Ponzi scam របៀបអញ្ចឹងបានគឺបងប្អូនកុំខ្លាចនៅក្នុងការសួរហើយសួរបែបសាមញ្ញទៅទី1ពាក់ព័ន្ធជាមួយនឹងការសួរបងប្អូនសួរគេទៅមុខរបរហ្នឹងមុខរបរអីគេរកស៊ីអីគេបានលុយមកពីណាហើយបើសិនអ្នកបញ្យលហ្នឹងគាត់បញ្យលបែបប្រើភាសាបច្ចេកទេសពេកហោឧទាហរណ៍ដូចជា computer AI ផលិតលុយឬក៏ប្រព័ន្ធអវកាសស្អីៗណាដែលយើងស្ដាប់អត់យល់បងប្អូនសួរទៅឲ្យគេបញ្យលយើងឲ្យច្បាស់លាស់មកហើយបើសិនជាគេបញ្យលអត់ច្បាស់ប៊ីបអញ្ចឹងបានន័យថាអានឹងវាជាសញ្ញាមួយហើយចំណុចទី2គឺសំខាន់បងប្អូនត្រូវពិនិត្យមើលច្បាប់ទម្លាប់តើគេនឹងមានអាជ្ញាប័ណ្ណត្រឹមត្រូវអត់នៅស្រុកយើងបើសិនជាគេចង់ប្រមូលលុយពីបងប្អូនទាំងអស់គ្នាគេត្រូវមានអាជ្ញាប័ណ្ណមួយគឺចេញពីគណៈកម្មការមូលបត្រដែលភាសាអង់គ្លេសអក្សរកាត់គឺ SERC នឹងគឺជាច្បាប់ការពារយើងទាំងអស់គ្នាហើយទី3បងប្អូនត្រូវចាំពាក្យមួយថារបស់ថោកអត់សូវល្អទេបើរបស់ល្អក៏មិនសូវថោកដែរហើយបើចំណេញច្រើនពេកហានិភ័យក៏វាខ្ពស់ដែរទោះបីមហាសេដ្ឋីលំដាប់ពិភពលោកក៏ខ្ញុំជឿថាគេមិនហ៊ានធានាដែរថាដាក់ទៅចំណេញ 100% ហើយចំណេញច្រើនលើសលប់របៀបអញ្ចឹងបងប្អូនទាំងអស់គ្នាការចង់មានចង់បានគឺជារឿងត្រឹមត្រូវហើយប៉ុន្តែការកសាងទ្រព្យសម្បត្តិដែលគង់វង្សគឺវាត្រូវការពេលវេលាត្រូវការអត់ធ្មត់ហើយត្រូវការចំណេះដឹងអញ្ចឹងលុយដែលបងប្អូនរកបានដោយកម្លាំងញើសឈាមរបស់ខ្លួនឯងហ្នឹងគឺមានតម្លៃអញ្ចឹងសូមថែរក្សាវាឲ្យល្អបើសិនជាបងប្អូនអត់ប្រកបក្នុងចិត្តទេអញ្ចឹងកុំអាលដាក់ទុនសុកចិត្តដើរយឺតតែដើរដល់គោលដៅហើយសុវត្ថិភាព
ខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជាពន្លឺខ្លះៗដល់បងប្អូនទាំងអស់គ្នាបើសិនជាគិតថាវាមានប្រយោជន៍ជួយចែកម្លែកទៅកាន់បងប្អូនជាទីស្រឡាញ់និងជូនពរឲ្យបងប្អូនទាំងអស់គ្នារកស៊ីមានបានសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយ